យានដ្រូនបានក្លាយជាចំណែកមួយនៃសង្គ្រាមអស់រយៈពេលជាច្រើនឆ្នាំមកហើយយានគ្មានមនុស្សបើកបញ្ជាពីចម្ងាយដ៏សាមញ្ញនេះត្រូវបានសាកល្បងតាំងពីសង្គ្រាមលោកលើកទី1មកម្លេះក៏ប៉ុន្តែបច្ចុប្បន្ននេះចំនួននៅប្រទេសអ៊ុយក្រែនត្រូវបានគេមើលឃើញថាការប្រើប្រាស់ដ្រូនបានកើនឡើងខ្លាំងវាលែងគ្រាន់តែជាមធ្យោបាយសម្រាប់ថតរូបភាពនិងសម្រាប់ប្រើប្រាស់ជាឧបករណ៍ធ្វើកិច្ចការពិសេសដូចជាវិស័យកសិកម្មឬបច្ចេកវិទ្យាផ្នែកស៊ីវិលធម្មតាទៀតហើយបច្ចុប្បន្នយានដ្រូនបានក្លាយជាអាវុធដ៏សំខាន់នៅលើសមរភូមិប្រយុទ្ធអាវុធមួយក្នុងចំណោមអាវុធដ៏មានប្រសិទ្ធភាពបំផុតនៅក្នុងសង្គ្រាមអ៊ុយក្រែនគឺយានដ្រូនតម្លៃទាប FPV យានដ្រូន FPV ដែលកាលពីដំបូងឡើយត្រូវបានគេរចនាឡើងសម្រាប់តែក្រុមប្រកួតប្រជែងស៊ីវិលនោះត្រូវបានគ្រប់គ្រងដោយអ្នកបញ្ជានៅលើដីហើយតែងតែធ្លាក់ចំគោលដៅជាមួយគ្រឿងផ្ទុះចំពោះយានដ្រូននេះអាចមានតម្លៃទាបរហូតដល់$500លោក Benjamin Wuba គឺជាសហស្ថាបនិកបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាការពារជាតិអឺរ៉ុបនិយាយថាពួកយើងមានយានដ្រូន FPV ថោកខ្លាំងដែលមានតម្លៃត្រឹមតែ$100ប៉ុណ្ណោះមិនថ្លៃដូចជារថក្រោះយន្តហោះចម្បាំងនិងអធិបតេយ្យនោះទេលោកថាអ្នកមើលលើការសិក្សាស្រាវជ្រាវរកឃើញថាការប្រយុទ្ធគ្នា7ទៅ80%នៃអ្នកដែលបានត្រូវសម្លាប់និងរបួសកើតចេញពីយានដ្រូន FPV ទាហានអ៊ុយក្រែននិយាយថាយានដ្រូនបានដាក់សម្ពាធឲ្យរថក្រោះនិងរថពាសដៃធុនធ្ងន់ដកថយទៅឆ្ងាយពីតំបន់ជួរមុខមានន័យថាតួដំរីតោខ្លាក្របីក៏ត្រូវរត់គេចដោយសារសត្វឃ្មុំទាំងនេះដែរដូច្នេះហើយបច្ចុប្បន្នដោយសារតែយានដ្រូនទាំងអស់នេះវាពិតជាពិបាកខ្លាំងណាស់ក្នុងការបម្លាស់ទីដោយសុវត្ថិភាពនៅក្នុងលេនដ្ឋានឬនាំគ្រឿងផ្គត់ផ្គង់នៅក្នុងសមរភូមិ